ស្អីបងប្អូនតែគ្នាបាទថ្ងៃនេះខ្ញុំចង់បង្ហាញពីស្អិច2គ្រឿងបងប្អូនបាទមើលពីមុខមកដឹងតែខុសគ្នាហើយបាទខាងនេះពណ៌រេងខ្មៅអាឡូងហើយខាងនេះពណ៌រេងគ្រើមបងប្អូនខ្មៅគ្រើមដែលគេហៅថាខ្មៅសាទីនអញ្ចឹងណាបាទហើយសតប្រភេទម៉ូតូសនំស៊ីនស្អាតទៅតម្លាក់កុងតឺន័រមកថ្មីក្រាស់តែម្ដងបាទបងដែលចង់បានប្រភេទម៉ូតូដែលពណ៌ខ្មៅបាទពណ៌ខ្មៅស្អាតអាចមកមើល2គ្រឿងនេះបានបាទហើយសម្រាប់2គ្រឿងនេះវិញតោះមកមើលគៀកចិត្តតិចមកបាទមកសម្រាប់ប្រភេទម៉ូតូនេះបាទបងប្អូនអាចមើលបានខាងនេះស៊េរីឆ្នាំ2020បងប្អូនបាទស៊េរីឆ្នាំ2020បងប្អូនអាចមើលរូបរាងចង្គៀងបែបចេះបានបាទបែបស៊េរីពីមុនបាទដែលអត់ទាន់ដូររៀងទៅដូចជាស៊េរីឆ្នាំ2022ទេបាទឥឡូវសូមបញ្ជាក់តិចបាទខាងនេះ020ហើយខាងនេះ022បាទសម្រាប់ PSX នេះបាទហើយបងអាចមើលបានបាទជាមួយនឹងប្រភេទម៉ូតូខ្មៅអាឡូងបាទខ្មៅអាឡូង020បាទដែលរៀងពីមុនមករៀងបែបអញ្ចឹងបងប្អូនបាទស៊េរីឆ្នាំ2020ណាបាទហើយខុសជាមួយនឹង022ដាច់បងបាទ022បែបខ្មៅស្ទីនខាងនោះបែបចេះបងបាទបែបចង្គៀងមកបែបចេះវិញបាទមុខរាងការជាងមុនបន្តិចបងប្អូនបាទមុខរាងការជាងមុនហើយស៊េរីធំមុខធំជាងមុនបងប្អូនបាទខាងនេះ022ខាងនេះ020បងអាចមើលបានបាទគឺខាង022គឺដូររៀងដាច់ចេញពី020តែម្ដងបាទហើយសម្រាប់ប្រភេទម៉ូតូ PSX ទាំងពីរគ្រឿងនេះសុទ្ធតែប្រភេទម៉ូតូសនំស៊ីនស្អាតណាមកមើលទៀតបាទសម្រាប់ប្រភេទម៉ូតូ022វិញម្ដងនេះបងប្អូនអាចមើលបានបាទដៃជើងខ្ចៅខ្ចុងអីគឺនៅស្អាតតែម្ដងតម្លាក់កុងតឺន័រមកគឺនៅខ្ចីញញតែម្ដងបាទអែមខ្លាំងណាស់បាទហើយ020ហើយនិង022នេះបងបាទខុសគូតក្រោយទៀតបងនេះបាទគូតក្រោយខាង020បែបរៀងកប៉ាងធំខាងនេះចូលមករៀងស្រួចវិញបងបាទគូតស្រួចវិញសម្រាប់020នេះណាបាទហើយ020 022គឺ022គឺមុខស្រួចបាទ020គឺមុខរៀងកប៉ាងធំបាទហើយសតប្រភេទម៉ូតូกระដាស់ពុនទាំងពីរបាទហើយសតប្រភេទម៉ូតូនេះរបស់ជប៉ុនបាទស្អាតខ្លាំងមែនតើសម្រាប់ប្រភេទម៉ូតូ PSX នេះបាទហើយនេះមកមើលនេះទៀតបាទ022នេះគឺភ្ជាប់មកជាមួយនឹងប្រព័ន្ធកម្ដៅដៃបងបាទនេះគឺប្រព័ន្ធកម្ដៅដៃបងដែលជិះផ្លូវលងាឬក៏ទៅផ្លូវត្រជាក់អីគឺត្រូវហើយបាទបើកមកគឺក្តៅដៃតាមនេះតែម្ដងបាទក្តៅសងខាងមិនមែនក្តៅតែមួយខាងទេបាទហើយបំពាក់មកជាមួយនឹងកុងទ័រ digital បាទចង្គៀង LED គឺស្អាតខ្លាំងមែនតើបាទមានកន្លែង set up មានអីមានបង្ហាញគីឡូមានត្រេបអីច្បាស់លាស់តែម្ដងបាទហើយមាន load check load អីជាក់ស្ដែងមកមានសញ្ញោមានអីមក set តែម្ដងបាទជាមួយនឹងប្រភេទម៉ូតូ PSX នេះបាទហើយកែបធំបាទកែបទលាយបាទនេះអូក៏ play លឺច្បាស់តែម្ដងបាទហើយបងអាចមើលកែបបានបាទចង់ដាក់អីវ៉ាន់នេះគឺអែមស្រែនតែម្ដងបាទជាមួយនឹងកែប PSX នេះបាទមិនត្រឹមតែ022ហ្នឹងឯងបាទ020ក៏កែបធំដែរកែបធំដូចគ្នាបងបាទនេះកែបត្រឹសដូចគ្នាបងប្អូនដែលចង់បានប្រភេទម៉ូតូ PSX នេះចង់យកទៅជិះផ្លូវឆ្ងាយចង់ជិះផ្លូវចិត្តអីគឺបានបាទហើយដាក់អីវ៉ាន់ស្រួលខ្លាំងមែនតើសម្រាប់ប្រភេទម៉ូតូ PSX នេះបាទបំពាក់មកជាមួយនឹងប្រព័ន្ធ Smart Key ទាំងពីរម៉ូតូបាទចាប់ពី020ទៅចាប់ពីស៊េរីឆ្នាំ2017 18 19ហ្នឹងមកបាទគឺសុទ្ធតែ Smart Key ហើយបាទ Smart Key ហើយអែមណាស់បងបាទសុទ្ធតែប្រភេទម៉ូតូกระดาษពន្ធស្អាតហើយតម្លៃវិញបងបាទតម្លៃ$2000ជាងសម្រាប់ប្រភេទម៉ូតូ020បាទ$2000ជាង$2000ជាងតិចតួចបាទហើយសម្រាប់ខាងនេះវិញគឺ$3000ជាងបាទ022$3000ជាងអញ្ចឹងបងដែលមានតម្រូវការអាចធ្វើការមកមើលបានបាទស្រឡាញ់មួយណាចាប់អារម្មណ៍មួយណាចង់បានរូបរាងបែបមួយណាគឺមកមើលបានបាទហើយមួយទៀតណាបងបាទមើលខាងនេះវិញសម្រាប់022នេះបាទគឺភ្ជាប់មកជាមួយនឹងប្រាំង ABS បាទប្រាំង ABS អែមបងបាទប្រាំងកប៉ែន ABS បាទគឺភ្ជាប់មកជាមួយនឹងប្រាំង ABS នេះគឺអែមបាទហើយខាងក្រោយគឺប្រើប្រាំងនេះបងបាទប្រាំងថាសដូចគ្នាបាទប្រាំងថាសដូចគ្នានេះប្រាំងថាសដូចគ្នាបាទនេះប្រើប្រាំងថាសបាទស៊េរីឆ្នាំ2022គឺប្រើប្រាំងថាសដូចពពួក ADV អីចឹងបាទហើយតែសម្រាប់020វិញគឺអត់មានទេបាទ020វិញគឺប្រើប្រាំងធម្មតាទេបាទ performance អីដូចគ្នាបងបាទគឺស្អាតដូចគ្នាជិះផ្លូវឆ្ងាយស្រួលបានដូចគ្នាគ្រាន់តែ022ស្រួលចាប់ប្រាំងជាង020បាទដោយសារតែប្រាំងក្រោយប្រាំងថាសហ្នឹងមុខក្រោយបាទហើយ022មាន ABS 020អត់មាន ABS ទេបាទអត់មាន ABS ទេអញ្ចឹងបងដែលចាប់អារម្មណ៍ចង់បានប្រភេទម៉ូតូមួយណាអាចធ្វើការមកមើលហាងបងបានខាងនេះបាទតម្លៃ$2000ជាងខាងនេះតម្លៃ$3000ជាងបាទអញ្ចឹងបងចាប់អារម្មណ៍មួយណាអាចមកមើលបានស្រឡាញ់ខ្មៅអាឡុងមកមើលខ្មៅអាឡុងស្រឡាញ់ខ្មៅសាទីនអាចមកមើលខ្មៅសាទីនបានបាទតម្លៃគិតជូនតម្លៃពិសេសបងប្អូនមានថវិកាទិញជាលុយសិតបងប្អូនអាចធ្វើការមកមើលបងរំលោះបានបាទដាក់ឯកសារបង់រំលោះបានបង់រំលោះចាប់ពីមួយខែ
90រៀលជាងឡើងទៅលើឯងបាទសម្រាប់ Pay Moto PSX នេះចឹងបាទអញ្ចឹងបងដែលមានចំណាប់អារម្មណ៍អាចធ្វើការរស់រានឆាតចូល Telegram បងអូនខាងក្រោមឥឡូវនេះមកបាទអរគុណច្រើនបងបាទវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន